តម្លៃមាសអន្តរជាតិបានធ្លាក់ចុះក្រោម$6,000ក្នុងមួយរំលងនៅព្រឹកនេះគិតត្រឹមព្រឹកថ្ងៃអង្គារទី17ខែកុម្ភៈនេះតម្លៃមាសអន្តរជាតិបានធ្លាក់ចុះមកដល់តម្លៃ$5,936ក្នុងមួយរំលងឬស្មើនឹង$4,923ក្នុងមួយអុនការធ្លាក់ចុះនៃតម្លៃមាសចំពេលដែលមានភាពធូរស្រាលនៃផ្នែកខ្លះក្នុងចំនួនភូមិសាស្ត្រនយោបាយនិងការងើបឡើងថ្លៃនៃលុយដុល្លារអាមេរិកនិងភាពល្អប្រសើរនៃទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកជាមួយដៃគូពាណិជ្ជកម្មជាពិសេសការបិទទ្វារទីផ្សារមួយចំនួននៅអាស៊ីក្នុងថ្ងៃបុណ្យចូលឆ្នាំចិនបានជំរុញឲ្យអ្នកវិនិយោគលក់មាសចេញដើម្បីយកប្រាក់ចំណេញនៅលើផ្លូវសេដ្ឋកិច្ចការយកពន្ធរបស់អាមេរិកចំនួន18%លើទំនិញរបស់ឥណ្ឌានឹងចាប់ផ្ដើមនៅក្នុងសប្តាហ៍នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក Rajesh Agrawal បាននិយាយដោយឡែកនៅលើផ្លូវភូមិសាស្ត្រនយោបាយវិញមានភាពទូស្រាលខ្លះរវាងរុស្ស៊ីនិងអ៊ុយក្រែនបន្ទាប់ពីកិច្ចចរចាបន្តនឹងធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះប៉ុន្តែមិនទាន់មានពេលវេលាកំណត់ច្បាស់លាស់ណាមួយនៅឡើយចំណែកនៅជ្រុងម្ខាងទៀតវិញប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកនឹងចូលរួមដោយប្រយោលនៅក្នុងកិច្ចចរចាជាមួយអ៊ីរ៉ង់ស្ដីអំពីកម្មវិធីនុយក្លេអ៊ែរដែលក្រុងនឹងធ្វើឡើងនៅទីក្រុងហ្សឺណែវក្នុងថ្ងៃអង្គារនេះបន្ថែមពីនេះការលក់មាសចេញពីអ្នកវិនិយោគនិងការបិទទីផ្សារនៅចិនដីគោកហុងកុងសិង្ហបុរីតៃវ៉ាន់និងកូរ៉េខាងត្បូងក្នុងថ្ងៃបុណ្យចូលឆ្នាំចិនក៏បានធ្វើឲ្យតម្លៃមាសធ្លាក់ចុះផងដែរឥឡូវនេះអ្នកវិនិយោគកំពុងរងចាំមើលអំពីរបាយការណ៍សេដ្ឋកិច្ចអាមេរិកដែលនឹងចេញផ្សាយនៅក្នុងសប្តាហ៍នេះដើម្បីដឹងពីសុខភាពសេដ្ឋកិច្ចអាមេរិកនិងគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិកបន្ថែមទៀត